ដើមកំណើតអង្គមានស្រែមានស្រូវគ្រូកសិករតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយុគឡើងពីបាំងដែលគ្រូទូរែកឡើងភ្នែកសមួយបេ50គីឡូដាក់លើក៏ខ្ញុំឃើញអ្នកខ្លាំងគេហូបបាយមួយមិនប្រយ័ត្នធ្វើឲ្យខ្ចាយធ្វើឲ្យដឹងខ្លួនឯងហើយមិនចាំបាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំកិនហើយសែនកណោអ្នកខ្លារੂទាំងត្រដោដោយសារតែអត់ទាំងពោគ្មានបាយហូបគោព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនខ្ញុំទៅដូចមានតែឯងត្រូវចាំតែមានខ្សែដែលចង់ចាប់នៅខ្លែងទើបវាអាចខកបានយូរអង្វែងឧបត្ថម្ភធំដោយខ្លួនឯងសម្រាប់បងពូអ៊ំដែលចង់ធ្វើចម្រៀង Original ឬក៏ Cover ភ្លេងថ្មីអាច contact មកខ្ញុំបាទជាងសំឡេងតាមរយៈ QR Telegram មួយនេះបាទសូមអរគុណ